តើអ្នកដឹងទេថានៅពេលដែល Albert Einstein ស្លាប់គ្រូពេទ្យម្នាក់បានលួចយកខួរក្បាលរបស់គាត់ទៅបាត់មិនមែនដើម្បីបំផ្លាញទេប៉ុន្តែគឺដើម្បីតែស្វែងរកការពិតថាតើមានអ្វីលាក់បាំងនៅក្នុងក្បាលរបស់បុរសដែលផ្លាស់ប្ដូរពិភពលោកម្នាក់នេះមនុស្សភាគច្រើនបានស្គាល់គាត់ត្រឹមតែជាតារាវិទ្យាសាស្ត្រដែលមានសក់កំប៉ោងនិងជាអ្នកបង្កើតរូបមន្ត E = mc²ប៉ុន្តែការពិតគាត់ក៏ធ្លាប់ជាក្មេងដែលរៀននិយាយយឺតរហូតដល់ឪពុកម្ដាយគិតថាគាត់គឺជាក្មេងមិនគ្រប់ទឹកតើក្មេងប្រុសម្នាក់នោះបានក្លាយទៅជាកំពូលមនុស្សលំដាប់សកលដោយរបៀបណានៅក្នុងវីដេអូនេះយើងនឹងនាំអ្នកទៅជួបរឿងរ៉ាវពិតនិងភាពបរាជ័យនិងអាចកំបាំងរបស់ Albert Einstein ដែលអ្នកមិនធ្លាប់បានឮពីមុនមកនៅក្នុងវ័យកុមារភាពដែលមើលទៅដូចជាបរាជ័យ Albert Einstein បានកើតនៅឆ្នាំ1879នៅក្នុងប្រទេសអាល្លឺម៉ង់កាលពីតូចគាត់មិនមែនជាក្មេងអច្ឆរិយៈនោះឡើយគាត់ចាប់ផ្ដើមនិយាយនៅអាយុ3ទៅ4ឆ្នាំឯណោះរឿងរ៉ាវដែលផ្លាស់ប្ដូរគំនិតរបស់គាត់ដំបូងគឺនៅពេលដែលគាត់មានអាយុ5ឆ្នាំឪពុករបស់គាត់បានឲ្យត្រីវិស័យមួយទៅគាត់ទោះជាបង្វិលទៅទិសណាក៏ត្រនិចនៅតែចង្អុលទៅទិសខាងជើងជានិច្ចនេះធ្វើឲ្យចិត្តរបស់កុមាររូបនេះឆ្ងល់ថាតើមានកម្លាំងសម្ងាត់អ្វីដែលលាក់កំបាំងនៅក្នុងលំហអាកាសដែលមើលមិនឃើញទោះជាយ៉ាងណារបៀបរៀនរបស់ Einstein មិនត្រូវគ្នានឹងសាលាសម័យនោះទេគាត់បានស្អប់ការរៀនក្នុងការទន្ទេញឲ្យចាំនិងប្រព័ន្ធអប់រំដែលដូចជាទាហានហើយគាត់ក៏ធ្លាប់បានត្រូវគ្រូបណ្ដេញចេញពីថ្នាក់រៀននិងបានប្រាប់ថាឯងធ្វើអ្វីក៏មិនកើតដែរប៉ុន្តែគាត់មិនបោះបង់ចោលទេគាត់ចូលចិត្តអានសៀវភៅវិទ្យាសាស្ត្រនិងទស្សនវិជ្ជាដោយខ្លួនឯងនៅផ្ទះឆ្នាំដែលអច្ឆរិយៈ1905បន្ទាប់ពីបញ្ចប់ការសិក្សា Einstein មិនអាចរកការងារធ្វើជាគ្រូបង្រៀនបានឡើយគាត់បានទៅធ្វើការជាបុគ្គលិកធម្មតាម្នាក់នៅការិយាល័យចុះបញ្ជីបតង់នៅឯទីក្រុងប៊ឺនការងាររបស់គាត់គឺពិនិត្យមើលគំរូប្លង់ម៉ាស៊ីនផ្សេងៗវាមើលទៅដូចជាការងារដ៏គួរឲ្យធុញប៉ុន្តែវាគឺជាកន្លែងដែលផ្ដល់ពេលវេលាឲ្យខួរក្បាលរបស់គាត់គិតស្រមៃរហូតមកដល់ឆ្នាំ1905ដែលពិភពលោកហៅថាឆ្នាំអច្ឆរិយៈនៅក្នុងវ័យទៅតែ26ឆ្នាំបុគ្គលិកការិយាល័យធម្មតាម្នាក់នេះបានបោះពុម្ពផ្សាយសៀវភៅវិទ្យាសាស្ត្រចំនួន4ច្បាប់ដែលអង្រួនពិភពរូបវិទ្យាទាំងស្រុង1គាត់បានពន្យល់ពីពន្លឺ Photoelectric Effect ដែលវាគឺជាគ្រឹះនៃ Quantum Physics និងជាអ្វីដែលធ្វើឲ្យគាត់ឈ្នះរង្វាន់ Nobel 2គាត់ក៏បានបង្ហាញអំពីតថភាពនៃអាតូម3នោះគឺជាច្បាប់ដ៏ល្បីល្បាញបំផុតគឺជាទ្រឹស្ដី Relativity ដែលប្រាប់យើងថាពេលវេលាគឺដើរមិនស្មើគ្នាទេសម្រាប់មនុស្សគ្រប់គ្នាវាគឺអាស្រ័យទៅលើល្បឿនដែលយើងធ្វើដំណើរហើយចំណុចទី4គាត់ក៏បានបង្កើតរូបមន្ត E = mc²ដែលបញ្ជាក់ថាម៉ាស់និងថាមពលគឺជារបស់តែមួយគំនិតទាំងនេះបានបំបែកច្បាប់រូបវិទ្យាចាស់របស់ Isaac Newton ដែលមនុស្សជឿជិត300ឆ្នាំទ្រឹស្ដីបត់ Relativity ទូទៅនិងភាពល្បីល្បាញជាសកល10ឆ្នាំក្រោយមកគឺនៅឆ្នាំ1915 Einstein បានបញ្ចេញទ្រឹស្ដីបត់ Relativity ទូទៅនេះគឺគាត់បានពន្យល់អំពីកម្លាំងទំនាញដីដែលមិនមែនជាកម្លាំងទាញព្រ័ត្រដោយ Newton បាននិយាយទេប៉ុន្តែវាគឺជាការកោងនៃលំហពេលវេលាដែលបង្កឡើងដោយវត្ថុមានម៉ាស់ធំៗដូចជាព្រះអាទិត្យឬផែនដីជាដើមដើម្បីឲ្យងាយយល់ចូលអ្នកស្រមៃថាលំហអាកាសគឺដូចជាពូកយឺតមួយនៅពេលដែលអ្នកដាក់បាល់ដែកដ៏ធ្ងន់មួយនៅលើពូកវានឹងស្រត់ចុះបើអ្នករមៀលបាល់តូចមួយទៀតវានឹងវិលជុំវិញបាល់ធំដោយសារតែភាពស្រត់នោះនឹងហើយគឺជាកម្លាំងទំនាញដីនៅឆ្នាំ1919
អំឡុងពេលមានសង្គ្រាមអ្នកវិទ្យាសាស្ត្របានវាស់វែងពន្លឺផ្កាយដែលកោងនៅជុំវិញព្រះអាទិត្យហើយវាពិតជាដូចអ្វីដែលអេនស្តាញបានគណនាបេះបិទត្រឹមតែមួយយប់អេនស្តាញបានក្លាយទៅជាមនុស្សដែលល្បីល្បាញបំផុតនៅលើលោកដែលកាសែតគ្រប់ទំព័របានចុះផ្សាយពីគាត់ជីវិតដ៏ជូរចត់ការចលាចលនិងគេដំណើរចុងក្រោយទោះបីជាជោគជ័យនៅក្នុងវិស័យវិទ្យាសាស្ត្រប៉ុន្តែជីវិតផ្ទាល់ខ្លួនរបស់គាត់ក៏បានជួបការលំបាកជាច្រើនដោយសារតែគាត់គឺជាជនជាតិជ្វីបគាត់គឺត្រូវបង្ខំចិត្តរត់ភៀសខ្លួនពីប្រទេសអាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលពួកណាស៊ីឡើងកាន់អំណាចអ្វីដែលដកជាប់ក្នុងចិត្តរបស់គាត់បំផុតគឺជារូបមន្ត E = MC carré របស់គាត់ដែលត្រូវបានគេយកទៅប្រើប្រាស់ជាគ្រឹះក្នុងការបង្កើតគ្រាប់បែកបរិបត្តិនោះទោះបីជាគាត់មិនបានចូលរួមផលិតផ្ទាល់ក៏ដោយប៉ុន្តែគាត់បានសរសេរសម្បត្តិទៅប្រធានាធិបតីអាមេរិកឲ្យប្រញាប់ស្រាវជ្រាវមុនពួកអាល្លឺម៉ង់ក្រោយមកគាត់បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងនិងចំណាយពេលជីវិតចុងក្រោយរបស់គាត់ដើម្បីប្រឆាំងនឹងអាវុធនុយក្លេអ៊ែរនិងស្វែងរកសន្តិភាពពិភពលោកអេនស្តាញបានទទួលមរណភាពនៅឆ្នាំ1955ក្នុងវ័យ76ឆ្នាំមុនពេលស្លាប់គាត់បានបដិសេធមិនធ្វើការវះកាត់នោះទេដោយនិយាយថាខ្ញុំចង់ទៅនៅពេលដែលខ្ញុំចង់ទៅវាគឺជាការឥតន័យនៅក្នុងការអូសបន្លាយពេលវេលាជីវិតដោយសប្បនិមិត្តចុងបញ្ចប់មេរៀនដ៏ធំបំផុតពី Albert Einstein មិនមែនជាភាពឆ្លាតវៃពីកំណើតនោះទេប៉ុន្តែវាគឺជាការចង់ដឹងចង់ឃើញមិនចេះចប់គាត់ធ្លាប់និយាយថាខ្ញុំគ្មានទេពកោសល្យពិសេសអ្វីទេខ្ញុំគ្រាន់តែជាមនុស្សដែលមានចម្ងល់យ៉ាងខ្លាំងប៉ុណ្ណោះសប្តាហ៍ថ្ងៃបច្ចេកវិទ្យា GPS នៅលើទូរស័ព្ទដៃរបស់អ្នកក៏ត្រូវប្រើទ្រឹស្ដីបត់របស់គាត់ដើម្បីគណនាឲ្យត្រឹមត្រូវដែរបើគ្មានបរិះម្នាក់នេះទេពិភពលោកយើងនឹងមិនដើរលឿនដល់ថ្នាក់នេះទេតើអ្នកយល់យ៉ាងណាដែរចំពោះរឿងរ៉ាវរបស់ Einstein សូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមហើយបើអ្នកចូលចិត្តវីដេអូបែបអប់រំនិងចំណេះដឹងបែបនេះកុំភ្លេចចុច like share subscribe channel របស់យើងម្នាក់មួយផងអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយ